សម្លៀកបំពាក់ជាទូទៅគូស្វាមីភរិយាដែលបានរួមរស់នៅជាមួយនឹងគ្នាអស់រយៈកាលជាយូរឆ្នាំមកហើយគឺពួកគាត់កម្រនឹងយកចិត្តទុកដាក់ជាមួយនឹងការស្លៀកពាក់តុបតែងខ្លួនអីអស់ទាំងហ្នឹងណាប៉ុន្តែបើនៅសុកស្រាប់តែស្វាមីរបស់អ្នកគាត់ចាប់ផ្ដើមយកចិត្តទុកដាក់ជាមួយនឹងការស្លៀកពាក់តុបតែងខ្លួនដោយទំនុយស្អាតបាតបាញ់ទឹកអប់ក្អូបមានកៅអៅថ្មីប្លែកដែលមិនមែនជា style គាត់ធ្លាប់ស្លៀកពីមុនមិនមែនជាសម្លៀកបំពាក់ដែលទិញជាមួយនឹងអ្នកឬមួយក៏សម្លៀកបំពាក់ដែលគាត់ស្លៀកត្រឡប់មកដល់ផ្ទះវិញហ្នឹងមានក្លិនក្អូបចម្លែកដែលមិនមែនជាក្លិនខ្លួនរបស់គាត់ហើយក៏មិនមែនជាក្លិនខ្លួនរបស់អ្នកទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាសញ្ញាដែលមានបញ្ហាហើយព្រោះអ្នកត្រូវដឹងថាតាមធម្មតាបើសិនជាគាត់មិនខិតខំព្យាយាមតុបតែងខ្លួនឲ្យបានស្រស់ស្អាតសង្ហាទេណាគឺពិបាកនឹងអាចតាក់អូននៅខាងក្រៅបានណាដោយសារតែថាអូនទាំងអស់ហ្នឹងក៏គាត់អត់ល្ងងដែរបំណាច់តែទៅដើមប្តីគេហើយគឺគាត់មិនយកមនុស្សប្រុសដែរគ្មានលុយទិញសម្លៀកបំពាក់ស្លៀកគ្មានលុយទិញទឹកអប់បាញ់ទេបើអញ្ចឹងតើពួកគាត់ទៅដើមប្តីគេយកមកធ្វើម៉ាំធ្វើផ្អកអីមែនអត់